បាទសួស្តីខ្ញុំ SO Auto ថ្ងៃនេះមកចែករំលែកចំណេះដឹងអំពីប្រព័ន្ធប្រភេទឡាន hybrid យើងម៉ាស៊ីន hybrid បើសិនជាវាមានបញ្ហា hybrid យើងឲ្យឡានឆេះតាមប្រព័ន្ធម៉ាស៊ីនឥឡូវយើងធ្វើឲ្យឡានដំណើរការតាមផ្នែកម៉ាស៊ីន hybrid គឺយើងលុបវាចោលសិនទីមួយយើងបើកចោលបើកប៊ូតុងឲ្យចេញសញ្ញា on រួចហើយយើងជន់ហ្គាពីរដង1 2យើងដកមកវិញយើងដាក់ N យើង N ចុច N ចឹងមកចុច N ចឹងមកយើងជន់ហ្គាពីរដងទៀត1 2តមកយើងចុច P វារោចូល P វិញ P រួចហើយយើងជន់ហ្គាពីរដងទៀត1 2តមកយើងជន់ប្រាំងហើយយើងចុចប៊ូតុង power ហើយរួចហើយវាចេញ maintenance mode នេះវាប្រព័ន្ធវាដំណើរការដោយម៉ាស៊ីនអត់ឆេះ hybrid ទេគឺដំណើរការដោយម៉ាស៊ីនវាចេញសញ្ញា LL ហើយនិងសញ្ញា welcome ចាំជាប់ហើយនឹងចេញ maintenance mode នឹងឡានវាដំណើរការដោយម៉ាស៊ីនអញ្ចឹងយើងធ្វើបែបនេះលុះត្រាតែប្រព័ន្ធអគុយអីវាមានបញ្ហាប្រព័ន្ធ hybrid យើងអាចដំណើរការដោយម៉ាស៊ីនបានប្រភេទប្រព័ន្ធ hybrid ព្រុស012ព្រុស010 012នៅពេលយើងចង់ឲ្យវាដំណើរការដូចដើមយើងគ្រាន់តែបលុតវាហើយដេកធម្មតានោះវានឹងដំណើរការធម្មតាវិញវាដំណើរការធម្មតាវិញបលុតហើយដេកធម្មតាវាដំណើរការធម្មតាវិញអរគុណជម្រាបលា